chlamydia ជាជំងឺកាមរោគមួយប្រភេទដែលឆ្លងរាលតាមរយៈការរួមភេទលោកវេជ្ជបណ្ឌិតមានជីវុនប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍សើស្បែកនិងកាមរោគបានមានប្រសាសន៍ថាចំពោះឈ្មោះជំងឺនេះគឺខ្មែរយើងពុំមានការបកប្រែទេជំងឺកាមរោគដែលមានជួបប្រទះហ្នឹងគឺទី1ជំងឺបំបាច់ទឹកបាយគេហៅ gonorrhea ទី2ទៀតគឺជំងឺ chlamydia យើងបានមានបកប្រែមកគេហៅ chlamydia យ៉ាងណាបាទហើយនឹងជំងឺស្វាយជំងឺទាំង3នេះហើយដែលយើងឃើញញឹកញាប់មកមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺនៅសហរដ្ឋអាមេរិក CDC បានឲ្យដឹងថាក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិកមានអ្នកជំងឺ chlamydia ថ្មីជិត3លាននាក់ឯកសារសុខភាព Healthwise របស់អាមេរិកបានឲ្យដឹងថាជំងឺនេះវាឆ្លងហើយคล้ายជាដំបៅនៅបំពង់បង្ហូរនំរបស់បុរសហើយបើចំពោះស្ត្រីវាធ្វើឲ្យមានដំបៅនៅបំពង់បង្ហូរនំស្ត្រីនិងនៅកស្បូនហើយអាចនាំឈានទៅប៉ះពាល់ដល់ប្រដាប់បន្តពូជរបស់ស្ត្រីទៀតផងបណ្ដាញទូរទស្សន៍ CBS បានផ្សាយថាប្រសិនបើព្យាបាលភ្លាមនោះជំងឺនេះមិនបង្កទៅរកការស្មុគស្មាញទេប៉ុន្តែបើសិនជាទុកចោលដោយមិនព្យាបាលវិញនោះអាចនឹងបង្កទៅដល់ករណីធ្ងន់ធ្ងរជាពិសេសចំពោះស្ត្រីហើយបើសិនជាករណីរាលដាលនោះគឺអាចធ្វើឲ្យកើតជាមានរលាកនៅផ្នែកពាក់ព័ន្ធនឹងត្រគាកផងជំងឺរលាកដ៏សាហាវនេះអាចនឹងធ្វើឲ្យស្ត្រីមានការលំបាកនឹងឈានទៅដល់ការមានផ្ទៃពោះឬក៏មិនអាចមានគភ៌កើតជាកូនបានឡើយឯកសារក្រសួងសុខាភិបាលអាមេរិកបានឲ្យដឹងថាស្ត្រីមានផ្ទៃពោះហើយដែលមានឆ្លងជំងឺ chlamydia ផងនោះច្រើនតែចម្លងជំងឺនេះទៅទារកពីកំណើតប្រសិនបើទារកឆ្លងជំងឺនេះគឺអាចឲ្យទារកកើតចេញមកមានជំងឺភ្នែកក្រហមដែលភាសាអង់គ្លេសហៅថា conjunctivitis មកជាមួយផងឬក៏ទារកកើតចេញមកខ្វាក់ភ្នែកអាចមានបញ្ហាដទៃទៀតដែរដល់ទារកដូចជាជំងឺរលាកសួតជាដើមហើយដែលគ្រូពេទ្យតែងសង្កេតឃើញថាទារកទើបនឹងកើតហើយមានជំងឺរលាកសួតនេះគឺងាយអាចធ្វើឲ្យទារកដែលទើបប្រសូតមកនោះស្លាប់បានមូលហេតុនៃជំងឺ chlamydia ឯកសារនានារបស់សុខាភិបាលអាមេរិកបានឲ្យដឹងថាជំងឺ chlamydia ជាជំងឺកាមរោគដែលបង្កឡើងដោយបាក់តេរីប្រភេទឈ្មោះហៅថា Chlamydia trachomatis ហើយឆ្លងពីម្នាក់ទៅម្នាក់តាមរយៈទ្វារមាសរន្ធគូតឬបើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត Elizabeth Alderman នៃមន្ទីរពេទ្យ Montefiore នាក្រុងញូវយ៉កគឺការឆ្លងជំងឺកាមរោគនោះមិនត្រឹមតែមកពីការប្រព្រឹត្តស្នេហាផ្លូវភេទតាមរបៀបធម្មតាប៉ុណ្ណោះទេគឺការស្នេហាតាមរយៈប្រើមាត់ស្នេហាគ្នាគឺជាសារនាំឲ្យមានការរាលដាលកាមរោគផងដែរ These infections not from just the usual sexual intercourse that oral sex is a method of spread also ហើយស្ត្រីមានផ្ទៃពោះអាចចម្លងជំងឺនេះទៅដល់ទារកក្នុងផ្ទៃនៅសហរដ្ឋអាមេរិកក្នុងមួយឆ្នាំមានប្រមាណ 2.8 សែននាក់ឆ្លងជំងឺ chlamydia ស្ត្រីជាញឹកញាប់ណាស់កើតជំងឺកាមរោគនេះម្ដងហើយម្ដងទៀតប្រសិនជាបុរសដែលជាដៃគូស្នេហាផ្លូវភេទរបស់ខ្លួនមិនព្យាបាលជំងឺនេះទេការកើតជំងឺម្ដងហើយម្ដងទៀតនេះអាចនាំបណ្ដាលឲ្យស្ត្រីប្រឈមមុខនឹងករណីស្មុគស្មាញធ្ងន់ធ្ងរទាក់ទងនឹងការបង្កើតកូនក្នុងនេះមានករណីធ្វើឲ្យស្ត្រីមិនអាចមានកូនសោះតែម្ដងអំពីរោគសញ្ញានៃជំងឺ chlamydia ឯកសាររបស់ក្រសួងសុខាភិបាលអាមេរិកបានឲ្យដឹងថា chlamydia ជាជំងឺកាមរោគស្ងាត់ស្ងៀមដោយហេតុថា 75% នៃស្ត្រីដែលកើតជំងឺនេះហើយនឹងយ៉ាងហោចពាក់កណ្ដាលនៃបុរសដែលមានជំងឺនេះគ្មានចេញរោគសញ្ញាទេប៉ុន្តែប្រសិនបើចេញរោគសញ្ញាគឺចេញនៅក្នុងរវាង1ទៅ3សប្តាហ៍បន្ទាប់ពីការរួមភេទបើសិនជាមានរោគសញ្ញាវិញគឺរួមមានចេញសភាពខុសធម្មតានៅទ្វារមាសឬក៏មានអារម្មណ៍ហាក់ក្តៅផ្សានៅពេលបត់ជើងតូចជាញឹកញាប់គេរកមិនឃើញរោគសញ្ញាទេហើយអ្នកជំងឺក៏មិនចូលព្យាបាលដែរលុះណាតែមានករណីស្មុគស្មាញឡើង
ទើបគេស្ទុះស្ទាទៅពេទ្យយ៉ាងនេះហើយបានជាមានការដាស់តឿនពីគ្រូពេទ្យថាទាំងដៃគូបុរសនិងទាំងដៃគូស្ត្រីសូមរួសរាន់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យប្រសិនបើសង្ស័យដល់ជំងឺនេះឯកសារបានឲ្យដឹងថាដំបូងឡើយជំងឺនេះវាទៅបង្កនៅម្ដុំកស្បូននិងទ្វារបញ្ចេញទឹកមាត់ទោះជាវារៀលពីកស្បូនទៅទ្វារបញ្ចេញទឹកមាត់និងដៃស្បូនក្តីស្ត្រីខ្លះក៏អាចគ្មានចេញសញ្ញាឬរោគសញ្ញាឲ្យដឹងទេតែបើសិនជាមានរោគសញ្ញាវិញគឺស្ត្រីអ្នកជំងឺឈឺចុកចាប់នៅម្ដុំពោះផ្នែកខាងក្រោមឈឺនៅម្ដុំខ្នងផ្នែកខាងក្រោមការរកកលក្អួតចង្អោរគ្រុនឈឺចាប់នៅពេលរួមភេទហើយនឹងចេញឈាមផងនៅចន្លោះពេលមានរដូវចំពោះបុរសបើមានចេញជារោគសញ្ញានោះអាចចេញពីអង្គជាតិបុរសនឹងមានអារម្មណ៍ហាក់ក្តៅផ្សានៅពេលបត់ជើងតូចហើយទឹកនោមល្អក់បុរសអាចមានរលាកហើយរមាស់ផងនៅផ្នែកខាងចុងនៃអង្គជាតិឬហើមនៅពងអង្គជាតិឬហើមម្ដុំនោះទាំងអស់តែម្ដងមិនតែប៉ុណ្ណោះបាក់តេរីក៏អាចបង្កជំងឺនៅបំពង់កក្រោយពីមានការរំរាក់តាមមាត់ជាមួយអ្នកដែលមានជំងឺ Chlamydia យ៉ាងនេះហើយបានជាលោកវិជ្ជបណ្ឌិត John Douglas នៃមជ្ឈមណ្ឌល CDC បានមានប្រសាសន៍ថារាល់ការកើតជំងឺនេះតែងតែមានការស្មុគស្មាញធ្ងន់ធ្ងរពាក់ព័ន្ធគ្នា All of these infections have significant complications associated with them. ទោះបីជាមានរោគសញ្ញាឬគ្មានរោគសញ្ញាក៏ដោយគេបានដឹងថាជំងឺ Chlamydia អាចឆ្លងពីមនុស្សម្នាក់ទៅដៃគូរោមរ័ក្សរបស់ខ្លួនផងដែរ